បងប្អូនឥឡូវនេះគឺខ្ញុំចង់ជម្រាបបន្ថែមទាក់ទងជាមួយនឹងដើមពេជ្រសង្វាឬគេហៅថាដើមប្រស្វាបាទគឺជាឱសថបុរាណដែលមានប្រជាប្រិយមួយវាមានអត្ថប្រយោជន៍ជាច្រើនពុកម៉ែបងប្អូនគឺយើងអាចជួយនៅបញ្ចុះទឹកនោមឬក៏បំបត្តិការហើមបាទដើមពេជ្រសង្វានេះត្រូវមានការប្រើជាប្រពៃណីបាទដើម្បីជួយបញ្ចុះទឹកនោមឬក៏បំបត្តិការហើមអីផ្សេងៗជួយព្យាបាលទឹកនោមផ្អែមផងដែរបាទការសិក្សាខ្លះបានបង្ហាញថាដើមពេជ្រសង្វាអាចជួយបន្ថយកម្រិតជាតិស្ករនិងឈាមបាទក្នុងឈាមបាទកម្រិតជាតិស្ករក្នុងឈាមនិងកម្រិតជាតិខ្លាញ់ក្នុងឈាមដែលជាកត្តាសំខាន់ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមផងដែរបន្ថែមពីនោះគឺអាចព្យាបាលជំងឺលើសឈាមផងដែរបាទដើមពេជ្រសង្វានេះអាចជួយបន្ថយសម្ពាធឈាមដោយសារតែមានលក្ខណៈសម្បត្តិជាថ្នាំបញ្ចុះទឹកនោមបាទជួយបន្ថយការរលាកបាទមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកដែលអាចជួយបន្ថយការឈឺចាប់និងការហើមផ្សេងៗជួយព្យាបាលជំងឺស្បែកផងដែរដើមពេជ្រសង្វាត្រូវបានគេប្រើជាប្រពៃណីតែម្ដងបាទដើម្បីព្យាបាលជំងឺស្បែកមួយចំនួនដូចជាជំងឺស្បែករមាស់និងជំងឺស្បែករបកក្រហមនឹងប៉ុន្តែចំណុចសំខាន់ដែលមុននឹងប្រើប្រាស់ណានៃដើមពេជ្រសង្វាសូមពិគ្រោះជាមួយនឹងគ្រូពេទ្យជាមុនសិនជាពិសេសប្រសិនបើអ្នកមានផ្ទៃពោះកំពុងតែបំបៅកូនឬមានជំងឺរ៉ាំរ៉ៃណាមួយគឺយើងត្រូវតែពិគ្រោះជាមួយនឹងខាងមន្ទីរពេទ្យបាទវិជ្ជាបណ្ឌិតផ្សេងៗឲ្យបានច្បាស់សិនប៉ុន្តែសូមបញ្ជាក់បន្តិចគឺដើមពេជ្រសង្វានេះគឺក្លិនផ្កាគឺក្រអូបដូចកាមរីចឹងបាទគឺក្លិនផ្កាក្រអូបដូចកាមរីតែម្ដងបាទហើយយើងមានគ្រប់ទាំងអស់បាទតាមຂະຫນាតទូចរហូតដល់ប៉ុណ្ណេះបាទអញ្ចឹងគឺតម្លៃសមរម្យជូនពុកម៉ែបងប្អូនទាំងគ្នាជនជាតិដែលនៅក្នុងប្រជាជាតិកម្ពុជាទីតាំងក្រុងធម្មជាតិរបស់យើងគឺនៅផ្លូវជាតិលេខ 1 បាទនៅផ្សារព្រែកឯកអញ្ចឹងបងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទដែលខ្ញុំបានបង្ហោះនៅតាមអេក្រង់ទូរស័ព្ទសូមអរគុណបាទសូមគោរពលា